Baសួស្តីសិស្សទាំងអស់គ្នាអឺថ្ងៃនេះលោកគ្រូត្រឡប់មកជាថ្មីម្ដងទៀតនៅការចែករំលែកនៅវីដេអូតាក់ទងជាមួយនឹងភាសា PHP សម្រាប់ជំនាញខាង Web Development អញ្ចឹងដើម្បីយើងសិក្សាភាសា PHP នេះបានគឺទី1អ្នកទាំងអស់គ្នាត្រូវមាន local server មួយសិនឬក៏អ្នកទាំងអស់គ្នាត្រូវមាន web hosting ដែលមានLinux server ដែលវាមាន Apache ណាអញ្ចឹងលោកចូល Google មកយើងអាចវាយពាក្យថា A HAMPP អញ្ចឹង HAMPP នេះគឺជាអីបាទគឺជា Apache ណា Apache ហ្នឹងគឺជាកន្លែងធ្វើឲ្យយើងនឹងអាចធ្វើការ store នៅ project PHP project យើងនៅក្នុង local host machine យើងណាយើងអាចតែនលើម៉ាស៊ីនយើងដែលយើងមិនចាំបាច់ buy hosting ទេដោយសារតែយើង buy hosting យើង buy ពីក្រុមហ៊ុនដូចជា GoDaddy Bluehost អីហ្នឹងគឺវាថ្លៃណាជាងអ្នកនរគ្នាត្រូវទិញអស់លុយណាដូចជាយើង buy hosting ថាយើងចង់ buy hosting ជាងអ្នកនរគ្នាត្រូវទិញអស់លុយណាជាងមួយខែ6 $7តាមទំហំរបស់ storage របស់វាអញ្ចឹងយើងអត់ចង់ឲ្យអស់លុយទេអត់ចង់ឲ្យសិស្សទាំងអស់នេះចំណាយអស់លុយទេយើងសិក្សាបានដោយសារតែយើងអាច download server ហ្នឹងយើងមកដាក់ Apache ហ្នឹងយើងមកដាក់នៅលើម៉ាស៊ីនរបស់យើងបានអូខេអញ្ចឹងលោក download មកបាទអញ្ចឹងយើងរងចាំក្នុងការ download នេះបន្តិចណាអូខេជាទំហំរបស់វាគឺ150 MB ចឹងដល់គ្នារងចាំតិចទៅលោកនឹងបង្ហាញពីរបៀបដំឡើងវានៅលើម៉ាស៊ីនរបស់យើងចឹងនៅក្នុងផ្នែកនេះគ្រូសូមបញ្ជាក់ឡើងវិញបន្តិចតាក់ទងជាមួយការសិក្សានៅភាសា PHP សម្រាប់ជំនាញ Web Development នេះគឺវាទាមទារឲ្យអ្នកនរគ្នាត្រូវមាន server សម្រាប់ធ្វើការ run វាអញ្ចឹងមានន័យថាបើសិនជាយើងអត់មាន server run វាទេវាអត់ស្គាល់ទេវាមិនមែនដូចជាភាសា HTML ទេវាជាមិនមែនជាភាសា markup language ដែលវាrun នៅលើ Windows នឹងដើរទេវាត្រូវការមាន server ដែលវាមាន Apache ដែលវា support ជាមួយនឹង version របស់ PHP ហ្នឹងណាដែល PHP វាមាន version អឺចុងក្រោយបំផុតរបស់វាហ្នឹងដូចជា version បច្ចុប្បន្នភាព8.5ហើយណា version នេះគឺវា release នៅថ្ងៃទី20ខែ11 2025ចឹងអ្នកនរគ្នាអាចចូល learn វាបន្ថែមអំពីអ្វីទៅដែលវាថ្មីសម្រាប់ feature ថ្មីរបស់វានេះបាទអូខេចឹង back មកវិញអ្នកនរគ្នាទៅ install នេះសិនចឹងលោក ខាត់វាយកមកដាក់នៅកន្លែងនេះសិនដើម្បីឲ្យងាយស្រួលក្នុងការរកវាឲ្យក្រោយអូខេចឹងយើង run យើង right click ទៅលើវាយើង run as administrator ណាបាទអញ្ចឹងយើងរងចាំវាបន្តិចអូខេនេះវាដាក់ថាម៉េច before activate user control on អូខេយើងអូខេទៅណា next បាទអញ្ចឹងកន្លែងនេះវាមានឲ្យយើងជ្រើសរើសណាអញ្ចឹងគ្រូអត់មានអីដែលត្រូវដកវាទេតាមវាទៅ default next 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 អូខេចឹងកន្លែងនេះវា unpacking វាមានន័យថាវាពលា file install នៅលើម៉ាស៊ីនរបស់យើងចឹងអ្នកនរគ្នារងចាំបន្តិចសិនទៅអូខេអញ្ចឹងវាដាក់ HAMPP is an easy to install Apache distribution containing MySQL and PHP and Perl ចឹងមានន័យថានៅក្នុង HAMPP នេះអ្នកនរគ្នាអាចរៀន MySQL ក៏បានរៀន PHP ក៏បាននិងរៀនភាសា Perl ក៏បានណាដែលវាជា Apache distribution នេះណាចឹងមានន័យថាវាផ្ទុកនៅភាសាទាំង3នេះនេះ database database MySQL ហ្នឹង database យើងអាចរៀន
database MySQL ហ្នឹងក្នុង HMVP បានចាំមើលតិចទៀតលោកគ្រូនឹងធ្វើការបង្ហាញកន្លែងហ្នឹងណាបាទយើងយើងរងចាំសម្រាប់ការពលា file នេះលើ Windows យើងទីសិនទៅបាទអញ្ចឹងលោកគ្រូបញ្ជាក់ឡើងវិញបន្តិចតើតើជាមួយនឹងភាសា PHP ហ្នឹងណាវាមិនមែនដូចជា HTML ឬក៏ JavaScript ទេណាបើទី HTML JavaScript វាអាចអឺ execute code ហ្នឹងនៅលើ Windows យើងបានប៉ុន្តែសម្រាប់ PHP អត់បានទេ PHP វាត្រូវការមាន local host ឬក៏ Apache នេះ Apache server នេះនៅលើ local host យើងមួយដើម្បីយើងអាច run ភាសារបស់យើងបានណាភាសា PHP យើងបានអញ្ចឹងបើសិនជាយើងអត់មានអាហ្នឹងយើងអាចទិញបានណាយើងអាចទិញជាមួយនឹងក្រុមហ៊ុនGoDaddy ឬក៏ Bluehost ជាដើមដែលវា provide តាក់ទងជាមួយនឹង web hosting ណាអាហ្នឹងចាំមើលគ្រូធ្វើមេរៀនក្រោយមកទៀតនិយាយអំពីការដែលយើងអាច upload project យើងទៅ web hosting ហើយយើង test វានៅលើហ្នឹងឥឡូវនេះលោកគ្រូនិយាយអំពី HMPP សិនដើម្បីឲ្យយើងរៀនអំពី local host សិននៅពេលដែលយើងយល់ស្វែងយល់អំពី local host ហើយយើងនឹងអាចយល់អំពីការ upload PHP project យើងនឹងទៅលើ web hosting បាទរងចាំតិចទៀតវាចប់លើអូខេរួចរាល់ហើយអញ្ចឹងយើង finish មកអូខេអញ្ចឹងពេលយើង finish មកកន្លែងនេះគឺវាធ្វើការឲ្យយើង start ណាអញ្ចឹងអ្នកនរគ្នាត្រូវ start ទី1អីគេអ្នកនរគ្នាត្រូវ start Apache នេះណាអញ្ចឹងយើង start វាមកហើយយើង start SQL មួយទៀតណានេះគឺ allow មួយទៀតមកMySQL នេះគឺ database ណាយើងអាច start ពីនឹងមកបាទអូខេអញ្ចឹងយើងទៅមើល local host របស់យើង try to test local host របស់យើងមកអូខេនេះ local host យើងណាបាទអញ្ចឹងវាដើរហើយនេះគឺ local machine របស់យើងនេះ PHP admin ណា PHP admin នេះគឺយើង run MySQL បានដូចលោកគ្រូនិយាយអញ្ចឹងយើងអាចរៀនជាមួយនឹង MySQL អញ្ចឹងយើងមានមេរៀនតាក់ទងមួយរៀន MySQL ទៀតតែឥឡូវដើម្បីឲ្យយើងអាចរៀនភាសា PHP បានយើងត្រូវការមានApache នេះណាឬក៏ AMPP នេះអូខេអញ្ចឹងឥឡូវលោកគ្រូបង្កើត project ទូចមួយ simple code មួយណានេះ simple PHP code មួយអញ្ចឹង PHP code គឺដើម្បីអាចធ្វើការសរសេរ script របស់វាបានអ្នកនរគ្នាត្រូវតែសរសេរនេះណា script របស់វាត្រូវ open script សិនហើយនឹង close script ណាអញ្ចឹងអានេះគឺយើងនឹង state statement នៅខាងក្នុងអញ្ចឹងអានឹងលោកគ្រូនឹងបង្រៀនតទៀតតាក់ទងជាមួយនឹងមេរៀនបន្ទាប់ណាឥឡូវលោកគ្រូបង្កើតវាសិនអញ្ចឹងលោកបង្កើតវានៅក្នុង notepad ទេយើង run មកយើងយក notepad ណាហើយយើង save វាឥឡូវលោកគ្រូ save វាទៅដាក់ថាtest.php ណា extension វាគឺប្រើ .php យើង save ដាក់ ID សិនមកអូខេអញ្ចឹង file របស់វាតើសួរថាអញ្ចឹងយើង run file វានៅណាលោកគ្រូ
អញ្ចឹងកន្លែង run file វាហ្នឹងគឺនៅលើកន្លែង local host របស់យើងនេះឯងនេះ local host នេះដែលយើងវាយ local host នេះណាអញ្ចឹងកន្លែង local host ហ្នឹងនៅពេលដែលយើងបង្កើតមិញហើយយើង copy វាហ្នឹងទៅដាក់ចូលទៅក្នុងអី tag នេះឥឡូវយើង copy tag ហ្នឹងចូលទៅក្នុង HMVP នេះណា HMVP ចឹងអ្នកនរគ្នាមើលកន្លែងមួយគេដាក់ថា HCdoc នេះឃើញ HCdoc ហ្នឹងចឹងអ្នកនរគ្នាអាចផាសវាចូលទៅក្នុងហ្នឹងណាផាសក្នុង HCdoc ហ្នឹងណាចឹងយើងចូល run កន្លែងនេះមកហើយយើងវាយពីតា test PHP នេះអញ្ចឹងគឺចេញហ៎អ្នកនរគ្នាឃើញហ៎បាទតែបើសិនជាយើងអត់មានអាផាចហ្នឹងទេឧទាហរណ៍ថាផាចនេះ stop service អញ្ចឹងគឺ run ចេញហ៎នេះ run អត់ចេញទេពួកអីលោកគ្រូ install មាន2មានអានេះសម្រាប់ជាមួយ Laravel អញ្ចឹង Laravel ដោយសារតែយើងចូលទៅវាមានអញ្ចឹងគឺបិទ Laravel ចោលអញ្ចឹងយើង run local host លែងស្គាល់ហើយណាចាអាហ្នឹងឯងគេហៅថា local host ឬក៏យើងនិយាយថា PHP web development environment សម្រាប់ local host ណាអញ្ចឹង start up pack មកវិញគឺវាដើរហើយណានេះឃើញទេជឿវាដើរវិញយើងចង់ run file របស់យើងមិញវាវាយមក test.php នេះវាដើរអូខេចុះវីដេអូនេះគ្រូចែកម្លែកតែប៉ុណ្្នឹងយើងនឹងមានវីដេអូបន្ទាប់តាក់ទងជាមួយនឹងការសិក្សាអំពីភាសា PHP អូខេ goodbye